ដោយសេចក្តីជ្រះថ្លាណាស់ក្នុងធម្មយាត្រានៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025ពេលព្រឹកបន្ទាប់ពីបានទទួលទានអាហារពេលព្រឹកហើយចេញមកបានកន្លែងទី1វាសលៃនៅស្តុបទី1ឥឡូវចូលមកស្តុបទី2នៅត្រង់នេះគឺស្តុបចាស់ដែលស្ដេចរាជវីបានតម្កល់ព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធគឺបានមួយចំណែកនៅពេលដែលបូជាសពអង្គនៅកុសិនារាដែលបែងចែកចំណែកទាំង8ដល់នគរទាំង8ហើយសម្រាប់នគរវេសាលីក៏បានមួយចំណែកក៏អញ្ញាជីវីស្ដេចយកមកតម្កល់ទុកព្រះបរមសារីរិកធាតុនៅទីនេះជាស្តុបចាស់ហើយក្រុមធម្មយាត្រាយើងក៏បានមកដល់ស្តុបចាស់នេះមិនមានតម្កល់ព្រះបរមសារីរិកធាតុទេក៏ប៉ុន្តែក៏មកដើម្បីបានដឹងពីកន្លែងចាស់ហើយក៏បានប្រតិសិន3ជុំដើម្បីជាការគោរពសពពេលដែលយើងបានប្រតិសិនចប់ហើយក៏ថតរូបជាអនុស្សាវរីយ៍រួមគ្នាជាក្រុមធម្មយាត្រារួចហើយក៏បានបន្តទៅសារមន្ទីរថ្មីទីនេះគឺជាកន្លែងថ្មីដែលទៅកសាងដែរដោយរដ្ឋាភិបាលប្រទេសឥណ្ឌាបានកសាងដើម្បីរៀបចំបដូរតម្កល់នៅព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធពីកន្លែងចាស់អំបញ្ញមិញនេះយើងមកតម្កល់ទុកនៅក្នុងទីកន្លែងថ្មីនេះជាស្តុបថ្មីតែទៅកសាងដែរទេប្រហែលជាបាន1ឆ្នាំដែរហើយនេះនៅកន្លែងនេះហើយចូលទៅគេឲ្យយើងយកកាមេរ៉ាថតអត់ឲ្យយកទូរស័ព្ទថតខាងក្នុងទេថតខាងក្រៅកាមេរ៉ាគេឲ្យយើងចូលហើយនេះគឺជាព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធតម្កល់នៅក្នុងសារមន្ទីរនេះយើងអស់នេះបានចូលទៅនមស្ការប្រណិបត្រៃក្នុងទីកន្លែងនោះរួចហើយក៏បានធ្វើសមាធិដែររួចហើយក៏បានថតរូបអនុស្សាវរីយ៍ជាក្រុមធម្មយាត្រាហើយក៏បានបញ្ចប់បេសកកម្មត្រឡប់មកវិញចឹងក៏សូមអនុមោទនាស្ថិតនៅក្នុងក្រុងវេសាលីដែរទីនេះ